សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងចេញមកលងទៀតហើយរឿងប្រពន្ធខ្ញុំជាខ្មោចតោះយើងចូលសាច់រឿងតែម្ដងទៅទីបញ្ចុះសពយប់ដំណក់ទឹកភ្លៀងហូរចុះលើរូបថតចាស់មួយដែលដាក់នៅលើភ្នូរូបថតនោះបង្ហាញពីស្នាមញញឹមដ៏ស្រស់ស្អាតរបស់នារីម្នាក់ផ្ទះវិចិត្រយប់ផ្ទះវិឡាដ៏ធំស្ងាត់ជ្រងំហាក់ដូចជាលិចលង់នៅក្នុងភីផ្ទេវិចិត្រអង្គុយនៅលើសាឡុងចាស់ៗសម្លឹងមើលទៅមុខទទេស្អាតសម្លៀកបំពាក់របស់គេរញ៉េយ៉ៃភ្នែកឡើងក្រហមនៅលើតុមុខសាឡុងមានកែវស្រាជាច្រើនដកជាប់នឹងស្នាមមេដៃនៅក្បែរនោះគឺរូបថតអាពាហ៍ពិពាហ៍របស់គេនឹងស្រីលក្ខវិចិត្រញ័រខ្លួនតិចៗគេលូកដៃចាប់ដបស្រាបំរុងនឹងចាក់ថែមតែដៃគេរអិលដបនោះធ្លាក់បែកខ្ចាយនៅលើឥដ្ឋវិចិត្រសម្លឹងមើលកំទេចកញ្ចក់ជាមួយនឹងទឹកមុខទទេវិចិត្រលក្ខគេងើបឈរយឺតហើយដើរទៅមាត់បង្អួចភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅខាងក្រៅមានដាវឈើធំកំពុងរេរាដោយខ្យល់ព្យុះភ្លើងតាមដងផ្លូវជិតរលត់វិចិត្រចាប់ផ្ដើមស្រមៃគេឃើញស្រីលក្ខក្នុងឈុតពណ៌សកំពុងញញឹមដាក់គេពីចម្ងាយស្រីលក្ខក្រវីដៃហើយសញ្ញាឲ្យគេទៅលក្ខស្រីលក្ខស្រមោលស្រីលក្ខរសាត់បាត់ទៅវិចិត្រក្រវះក្បាលរួចត្រឡប់មកវិញវិចិត្រព្រឺរោមគេដឹងថាគេចាក់សោទ្វារហើយគេដើរទៅជិតទ្វារមុខយឺតដៃគេញ័រនៅពេលគេលូកចាប់កូនសោផ្ទះវិចិត្រយប់ជ្រៅវិចិត្របើកទ្វារគ្មានអ្វីនៅទីនោះទេមានតែភាពងងឹតនិងខ្យល់ត្រជាក់បក់ចូលវិចិត្របិទទ្វារយ៉ាងលឿនគេងាកក្រោយស្រាប់តែស្រីលក្ខកំពុងឈរនៅកណ្ដាលបន្ទប់ទទួលភ្ញៀវនាងស្លៀកឈុតពណ៌សដដែលមុខស្លែកប៉ុន្តែភ្នែករបស់នាងហាក់ដូចជាទទេវិចិត្រភាំងស្មារតីវិចិត្រលក្ខនេះមិនមែនជាការពិតទេមែនទេខ្ញុំស្រវឹងហើយស្រីលក្ខមិននិយាយអ្វីនាងគ្រាន់តែសម្លឹងគេត្រង់វិចិត្រលក្ខអូនពិតជាត្រឡប់មកវិញមែនគេអបនាងយ៉ាងណែនរាងកាយរបស់នាងត្រជាក់ខ្លាំងដោយទឹកកកវិចិត្រមិនខ្វល់គេយំវិចិត្របងនឹកអូនណាស់បងស្មានថាបងបាត់បង់អូនហើយស្រីលក្ខលើកដៃថើបថ្ពាល់វិចិត្រយ៉ាងស្រទន់តែនៅពេលម្រាមដៃរបស់នាងប៉ះថ្ពាល់គេវិចិត្រមានអារម្មណ៍ថាត្រជាក់រហូតដល់ឆ្អឹងស្រីលក្ខបងអូនត្រឡប់មកវិញហើយវិចិត្របាទអូនត្រឡប់មកវិញហើយយើងនឹងចាប់ផ្ដើមជីវិតជាថ្មីផ្ទះវិចិត្រថ្ងៃព្រះអាទិត្យរះជះចូលតាមបង្អួចស្រីលក្ខកំពុងអង្គុយនៅលើសាឡុងអានសៀវភៅវិចិត្រចេញពីបន្ទប់ទឹកក្នុងឈុតថ្មីមុខស្រស់បន្តិចវិចិត្រអូនចង់ញ៉ាំអីបងនឹងធ្វើអាហារពេលព្រឹកពិសេសឲ្យអូនស្រីលក្ខញញឹមតែស្នាមញញឹមរបស់នាងមើលទៅប្លែកស្រីលក្ខអូនអត់ឃ្លានទេវិចិត្រអត់ឃ្លានតែអូនមិនបានញ៉ាំអីទេតាំងពីយប់មិញស្រីលក្ខអូនអត់អីទេវិចិត្រប្រហែលជាចន្ទីបងបើកទ្វារសិនវិចិត្រទៅបើកទ្វារចន្ទីមិត្តភក្តិជិតស្និទ្ធរបស់ពួកគេកំពុងឈរនៅមុខទ្វារដៃកាន់កន្ត្រកផ្លែឈើចន្ទីវិចិត្រឯងសុខសប្បាយទេក្នុងបារម្ភពីឯងណាស់ចន្ទីឃើញស្រីលក្ខនៅខាងក្នុងនាងភាំងកន្ត្រកផ្លែឈើធ្លាក់ពីដៃរបស់នាងចន្ទីស្រីលក្ខវិចិត្របាទនាងត្រឡប់មកវិញហើយវាជារឿងអស្ចារ្យចន្ទីដើរចូលយឺតសម្លឹងមើលស្រីលក្ខពីក្បាលដល់ចុងជើងចន្ទីលក្ខឯងពិតជាត្រឡប់មកវិញមែនខ្ញុំស្មានថាឯងស្រីលក្ខញញឹមតបចន្ទីអបស្រីលក្ខចន្ទីមានអារម្មណ៍ត្រជាក់ដូចវិចិត្រដែរចន្ទីឯងប្រកាសទេវិចិត្រនាងមើលទៅស្លែកណាស់វិចិត្រនាងទើបតែភ្ញាក់ពីដំណេកទេឯងកុំគិតច្រើនពេកអីមកញ៉ាំអីជាមួយពួកយើងផ្ទះវិចិត្រយប់វិចិត្រនិងស្រីលក្ខកំពុងអង្គុយមើលទូរទស្សន៍ស្រីលក្ខនៅតែមិននិយាយអីច្រើននាងសម្លឹងមើលទៅមុខទទេពេលវិចិត្រនិយាយវិចិត្របងគិតថាយើងគួរទៅលេងសមុទ្រឆាប់នេះអូនចូលចិត្តសមុទ្រណាស់កាលពីមុនស្រីលក្ខងាកមុខមកសម្លឹងវិចិត្រភ្នែករបស់នាងរីកធំជាងមុនបន្តិចស្រីលក្ខអូនមិនចូលចិត្តសមុទ្រទេវិចិត្រភ្ញាក់ផ្អើលវិចិត្រតែអូនតែងតែប្រាប់បងថាអូនចូលចិត្តសមុទ្រស្រីលក្ខអូនមិនចាំទេវិចិត្រព្រឺរោមគេងាកទៅមើលចិនដើគ្មានអ្វីទេវិចិត្រប្រហែលជាខ្យល់ស្រីលក្ខនៅតែសម្លឹងគេវិចិត្រចាប់ផ្ដើមមានអារម្មណ៍មិនស្រួលគេក្រោកឡើងដើរទៅកាន់ទូទឹកកកវិចិត្រភ្ញាក់ខ្លួនកែវនៅលើតុធ្លាក់ចុះមកបែកខ្ចាយនៅលើឥដ្ឋគ្មានអ្នកណាជាអ្នកប៉ះវាទេស្រីលក្ខនៅតែអង្គុយនៅទីតាំងដដែលសម្លឹងមើលកញ្ចក់បែកភ្នែករបស់នាងហាក់ដូចជាមានពន្លឺពណ៌ក្រហមឆ្អៅបន្តិចផ្ទះវិចិត្រយប់វិចិត្រកំពុងគេងលក់គេសុបដិនឃើញស្រីលក្ខដើរចូលមកបន្ទប់គេងនាងស្លៀកឈុតពណ៌សដែលប្រឡាក់ឈាមមុខរបស់នាងឡើងខ្មៅភ្នែកឡើងក្រហមនាងលូកដៃមកច្របាច់កវិចិត្រព្យាយាមស្រែកតែគ្មានសំឡេងវិចិត្រភ្ញាក់ខ្លួនគេដកដង្ហើមញាប់
នៅក្បែរគេស្រីលាក់កំពុងគេងលក់ស្ងាត់ឈឹងតែភ្នែករបស់នាងបើកពាក់កណ្ដាលហើយសម្លឹងមកគេស្នាមញញឹមរអើប្រអាប់លេចឡើងនៅលើបបរមាត់របស់នាងវិចិត្រលូតចេញពីក្រែវិចិត្រលាក់ស្រីលាក់មិននិយាយអ្វីនាងត្រឹមតែបិទភ្នែកហើយគេងដូចដើមវិញវិចិត្រដើរចេញពីបន្ទប់គេងយ៉ាងលឿនហាងកាហ្វេថ្ងៃវិចិត្រកំពុងអង្គុយជាមួយចន្ទីគេមើលទៅហត់នឿយវិចិត្រចន្ទីខ្ញុំខ្លាចណាស់នាងមិនមែនជាលាក់របស់ខ្ញុំទេចន្ទីឯងនិយាយរឿងអីនាងជាប្រពន្ធឯងទេនាងមិនមែនលាក់មិនដែលនិយាយបែបនេះទេលាក់មិនដែលធ្វើបែបនេះទេនាងត្រជាក់ដោយទឹកកកនាងមិនញ៉ាំអីទេខ្ញុំឃើញនាងសំលឹងខ្ញុំទាំងយប់ភ្នែកនាងឡើងក្រហមចន្ទីចាប់ផ្ដើមភ័យខ្លាចចន្ទីឯងប្រកាសទេថាឯងមិនយល់ច្រឡំឯងតានតឹងពេកទេដឹងវិចិត្រខ្ញុំមិនយល់ច្រឡំទេនាងមិនមានស្រមោលខ្ញុំឃើញកាលពីម្សិលមិញខ្ញុំឃើញនាងនៅក្បែរបង្អួតតែខ្ញុំមើលទៅដៃខ្ញុំអត់ឃើញស្រមោលនាងទេចន្ទីនៅស្ងៀមនាងគិតពិចារណាចន្ទីបើដូច្នោះមែនតើនាងជាអ្វីវិចិត្រខ្ញុំមិនដឹងទេខ្ញុំខ្លាចខ្ញុំគិតថាយើងត្រូវរកវិធីដោះស្រាយចន្ទីដោះស្រាយរបៀបណាវិចិត្រយើងត្រូវរកការពិតអំពីការស្លាប់របស់លាក់កន្លែងកើតហេតុថ្ងៃវិចិត្រនិងចន្ទីមកដល់កន្លែងដែលស្រីលាក់ធ្លាប់ជួបឧបត្តិហេតុចរាចរណ៍វាជាផ្លូវស្ងាត់ជ្រងំក្បែរព្រៃគ្មានសល់អ្វីនៅទីនោះទេមានតែដើមឈើធំព័ទ្ធជុំវិញចន្ទីគេថាឡាននាងធ្លាក់ចោលជ្រោះបាត់ទៅហើយគេរកសាកសពមិនឃើញទេវិចិត្រខ្ញុំដឹងខ្ញុំបានមកទីនេះរាល់ថ្ងៃរំពេកនោះវិចិត្រមានអារម្មណ៍ថាត្រជាក់នៅក្បែរខ្លួនវិចិត្រមានអ្នកណាម្នាក់នៅទីនេះចន្ទីចាប់ដៃវិចិត្រយ៉ាងណែនចន្ទីខ្ញុំក៏មានអារម្មណ៍ដូចគ្នាតោះយ៉ាងទៅវិញបណ្ដាល័យថ្ងៃវិចិត្រនិងចន្ទីកំពុងរៀបរកសៀវភៅចាស់អំពីរឿងខ្មោចលោកធាតុនិងជំនឿអបិយជំនឿខ្មែរចន្ទីខ្មោចប្រែបិសាចអាចចូលស្នាក់ក្នុងរូបកាយមនុស្សស្លាប់ដើម្បីបំភាន់ភ្នែកមនុស្សរស់តែរាងកាយនោះនឹងមិនដូចដើមទេភ្នែកនឹងប្រែប្រួលនិងមិនមានស្រមោលវិចិត្រវាដូចគ្នានឹងលាក់ចន្ទីហើយជាពិសេសខ្មោចទាំងនោះនឹងស្វែងរកថាមពលពីមនុស្សរស់ដើម្បីបន្តជីវិតក្លែងក្លាយរបស់វាវិចិត្រថាមពលចន្ទីថាមពលនោះគឺឈាមឬជីវិតវិចិត្រនិងចន្ទីភ្ញាក់ខ្លួនគ្មានអ្នកណានៅជិតធ្នើនោះទេវិចិត្រវាដឹងហើយវាកំពុងតាមដានយើងផ្ទះវិចិត្រយប់វិចិត្រនិងចន្ទីត្រឡប់មកផ្ទះវិញពួកគេចូលទៅក្នុងផ្ទះដោយស្ងៀមស្ងាត់ភ្លើងនៅក្នុងផ្ទះរលត់អស់វិចិត្រលាក់ស្រីលាក់គ្មានសំឡេងតបវិចិត្រដើរទៅបាតភ្លើងអ្វីអីទាំងអស់នៅក្នុងផ្ទះរញ៉េញ៉ៃកៅអីផ្ងាជើងតកដួលរលំចានឆ្នាំងបែកខ្ចាយចន្ទីអូយព្រះជួយនាងធ្វើអីខ្លះនឹងវិចិត្រនិងចន្ទីងើបមុខមើលទៅចន្ទើស្រីលាក់កំពុងឈរនៅលើកំពូលចន្ទើសម្លឹងពួកគេចុះមកភ្នែករបស់នាងក្រហមឆ្អៃនាងញញឹមស្នាមញញឹមដល់ព្រឺព្រួយស្រីលាក់ពួកឯងមិនគួរដឹងរឿងនេះទេចន្ទីស្រែកនាងព្យាយាមរត់ទៅរកទ្វារស្រីលាក់ហុកចុះទៅលើចន្ទាមកឈរចាំពីមុខចន្ទីមុខរបស់នាងចាប់ដើមប្រែប្រួលស្បែករបស់នាងប្រែស្រាមបង្ហាញឆ្អឹងភ្នែករបស់នាងរីកធំជាងមុនមាត់របស់នាងលាតសន្ធឹងតត្រជាក់ស្រីលាក់ឯងមិនអាចចេញទៅណាបានទេវិចិត្រទាញចន្ទីមកពីក្រោយខ្លួនវិចិត្រឈប់ទៅកងប៉ះមិត្តរបស់ខ្ញុំខ្មោចស្រីលាក់សើយ៉ាងព្រឺព្រួយខ្មោចស្រីមិត្តឯងក៏នឹងនៅទីនេះដែរឯងនឹងខ្លាយឈឺរបស់ខ្ញុំផ្ទះវិចិត្រថ្ងៃវិចិត្រនិងចន្ទីកំពុងរៀបចំរបស់របរពួកគេបានរកឃើញវិធីបណ្ដេញខ្មោចពីខឹងសៀវភៅចាស់ចន្ទីយើងត្រូវយកកញ្ចុំនេះទៅដាក់ចំពីមុខវាត្រូវតែមើលឃើញរូបភាពពិតរបស់វាវិចិត្រហើយខ្ញុំនឹងប្រាយគ្រឿងការពារនេះដើម្បីបណ្ដេញវាចេញតែយើងត្រូវប្រយ័ត្នវានឹងមិនងាយចោះចាញ់ទេចន្ទីយើងអាចធ្វើបានដើម្បីលាកពិតប្រាកដផ្ទះវិចិត្រយប់ផ្ទះងងឹតសូនឈឹងវិចិត្រនិងចន្ទីកំពុងលាក់ខ្លួននៅជ្រុងបន្ទប់ខ្មោចស្រីលាក់លេខឡើងម្ដងទៀតលើកនេះរូបរាងរបស់វាគួរឲ្យខ្លាចជាងមុនស្បែករបស់វារលួយក្លិនស្អុយងវៅវាអណ្ដែតលើអាកាសខ្មោចស្រីលាក់ពួកឯងគិតថាអាចឈ្នះខ្ញុំបានមែនទេឯងជាខ្ញុំជាឯងវិចិត្រឯងស្រឡាញ់ខ្ញុំវិចិត្របង្ហាញខ្លួនចេញពីកន្លែងលាក់ខ្លួនវិចិត្រឯងមិនមែនជាស្រីលាក់ទេឯងជាបិសាចខ្មោចស្រីលាក់ហក់សំដៅមករកវិចិត្រចន្ទីលោតចេញពីកន្លែងលាក់ខ្លួនយកកញ្ចក់មូលតូចនោះទៅដាក់ចំពីមុខខ្មោចរូបភាពរបស់ខ្មោចស្រីលាក់លេខឡើងក្នុងកញ្ចក់តែវាមិនមែនជារូបរាងស្រស់ស្អាតដូចស្រីលាក់នោះទេវាជារូបភាពបិសាចដ៏អាក្រក់គួរឲ្យខ្លាចបំផុតភ្នែករបស់វារីកធំមាត់ធំទូលាយពោពេញដោយធ្មេញស្រួចខ្មោចស្រីលាក់អត់ទេនេះមិនមែនជាខ្ញុំទេរូបរាងរបស់វាចាប់ផ្ដើមញ័រ
វាព្យាយាមរត់ចេញពីកញ្ចក់វិចិត្រទៅឲ្យឆ្ងាយពីយើងផ្សែងពណ៌សហុយចេញពីគ្រឿងការពារប៉ះនឹងខ្មោចស្រែកកាន់តែខ្លាំងរាងកាយរបស់វាចាប់ផ្ដើមរលាយបាត់ទៅក្នុងផ្សែងពណ៌សសាត់បាត់អ្វីទាំងអស់នៅក្នុងផ្ទះត្រឡប់មកដោយដើមវិញអ្វីរៀបរយវិចិត្រនិងចន្ទទីដកដង្ហើមធំពួកគេហត់នឿយតែភ្នែករបស់ពួកគេពោពេញដោយក្តីសង្ឃឹមចន្ទទីវាបាត់ទៅហើយមែនទេវិចិត្របាទវាបាត់ទៅហើយលាក់ពិតនាងបានទៅទីសុខហើយផ្ទះវិចិត្រព្រឹកព្រលឹមព្រះអាទិត្យរះចេះចូលតាមបង្អួតផ្ទះមើលទៅស្ងប់ស្ងាត់វិចិត្រអង្គុយនៅលើសាឡុងសម្លឹងមើលរូបថតអាពាហ៍ពិពាហ៍របស់គេនិងស្រីលក្ខលើកនេះគេញញឹមស្នាមញញឹមដកក្រៀមក្រំតែទទួលយកការពិតវិចិត្រលក្ខអូនបានទៅដល់ទីសុខហើយបងនឹងមិនភ្លេចអូនទេទីបញ្ចុះសពថ្ងៃវិចិត្រឈរនៅមុខភ្នូស្រីលក្ខគេដាក់ភួងផ្កាស្រស់វិចិត្រលាហើយលក្ខផ្ទះវិចិត្រយប់វិចិត្រកំពុងគេងលក់ស្កប់ស្កល់គេសុបិនឃើញស្រីលក្ខដើរមកក្បែរក្រែលើកនេះនាងមើលទៅស្រស់ស្អាតដូចដើមគ្មានភាពស្លេកស្លាំងរីភ្នែកក្រហមទេនាងញញឹមដាក់គេស្រីលក្ខបងស្រីលក្ខលូកដៃមកប៉ះថ្ពាល់វិចិត្រលើកនេះវិចិត្រមានអារម្មណ៍ក្តៅអ៊ុនហរវិចិត្រលក្ខស្រីលក្ខញញឹមហើយបាត់បង់ទៅវិចិត្របាក់ភ្នែកគេញញឹមរំពេកនោះវិចិត្រមានអារម្មណ៍ថាត្រជាក់នៅក្នុងបន្ទប់គេងាកទៅមើលនៅក្បែរបង្អួតមានស្រមោលស្ត្រីម្នាក់ឈរនោះសម្លឹងមកគេភ្នែករបស់ស្រមោលនោះក្រហមឆៅ fade to black